ស្ដីបងប្អូនតោះថ្ងៃនេះអ្នកគ្រូមានវិញ្ញាសាមួយយកមកបង្ហាត់បងប្អូនងាយស្រួលសម្រាប់ត្រៀមប្រឡងគណិតជាតិថ្នាក់ទី7ត្រៀមឆមាសទី2នេះណាតោះឥឡូវយើងមកមើលគេថាផលបូក2ចំនួនស្មើ210បើចំនួនទី1ស្មើ A ចូលសរសេរកន្សោមពេជ្រគណិតតាំងចំនួនទី2ខណ្ឌរកតម្លៃកន្សោមសំទោសរកតម្លៃចំនួនទី2បើ A គេឲ្យមកស្មើ65អញ្ចឹងយើងរកមិនតោះអញ្ចឹងចាប់ផ្ដើមទាំងអស់គ្នាចុះលំហាត់នេះងាយសម្រាប់អ្នកថ្នាក់ទី7ធ្លាប់រៀនហើយប្រកាសជាអាចធ្វើបានចុះយើងដាក់ចម្លើយគឺយើងសរសេរកន្សោមពេជ្រគណិតតាំងចំនួនទី2គេឲ្យយើងសរសេរអញ្ចឹងណាសំណួរគឺគេឲ្យយើងសរសេរកន្សោមពេជ្រគណិតតាំងឲ្យចំនួនទី2ដោយគេប្រាប់ថាចំនួនទី1នេះវាស្មើនឹង A នេះចំនួនទី1ស្មើនឹង A ហើយគេប្រាប់ថា2ចំនួនហ្នឹងបូកចូលគ្នាស្មើ210អញ្ចឹងយើងសរសេរកន្សោមទី2សរសេរកន្សោមពេជ្រគណិតតាំងចំនួនទី2តាំងចំនួនទី2ចឹងយើងដឹងថាកន្សោមទី1ស្មើ A បូកជាមួយនឹងអី A បូកជាមួយនឹងចំនួនទី2ដែលយើងស្គាល់នេះចឹងបូកចំនួនទី2ស្មើនឹង210អញ្ចឹងយើងទាញរកចំនួនទី2នោះចំនួនទី2គឺយើងយក210មកដកឲ្យអីវិញដកឲ្យ A មានថាយើងបោះ A នេះមកអង្គទី2ដែល A នេះមានសញ្ញាបូកពេលបោះឆ្លងសញ្ញាស្មើមកអង្គទី2វាដូរទៅជាសញ្ញាដកអញ្ចឹងយើងបាន210ដកឲ្យ A នេះជាតម្លៃកន្សោមនេះជាកន្សោមពេជ្រគណិតសំទោសជាកន្សោមពេជ្រគណិតតាំងចំនួនទី2បន្តមកទៀតយើងបានកន្សោមពេជ្រគណិតហើយយើងរកឲ្យទៀតគេឲ្យយើងរកតម្លៃកន្សោមសំទោសតម្លៃចំនួនទី2អញ្ចឹងតម្លៃចំនួនទី2ដោយចំនួន A ដោយចំនួនទី1ដែលគេតាំងដោយ A ដែលចំនួនទី1 A ស្មើប្រមាណចំនួនទី1 A ស្មើ65អញ្ចឹងមានតែគេឲ្យតម្លៃ A អញ្ចឹងយើងត្រូវយកអីយក65មកជួសកន្លែង A នេះនៅក្នុងកន្សោមទីសោមពេជ្រគណិតចំនួនទី2មិនអញ្ចឹងហ៎ចឹងគេបានតម្លៃចំនួនទី2គឺទី2គឺយើងយក210មកដល់ឲ្យ A យើងជួសដល់លេខប៉ុន្មាន A គឺយើងជួសដល់លេខ65នេះយល់ទេ A ជួសដល់លេខ65នឹងចូលកន្លែង A នេះមកគឺយើងយក210មកដល់ឲ្យ65 210ដល់65យើងបាច់សេប្រមាណវិធីក៏បានដែរយើងដកយកមកយើងយកលេខធំដល់លេខតូច210ដល់ឲ្យ65អញ្ចឹង0ដក5អត់កើតទេខ្ចីគេ10ដល់15នៅសល់អីសល់5ត្រាទឹក1យើងសងមួយនេះនៅសល់0 0 16អត់កើតទេខ្ចីគេ10ទៀត10 16នៅសល់4ត្រាទឹក1ទៀត2ដក1ចេញនៅសល់1អញ្ចឹងចម្លើយឃើញ145ណាឃើញឆ្លើយតែមិនដូចនេះតម្លៃចំនួនទី2គឺចំនួនទី2គឺ145ចឹងលំហាត់អីចម្លើយប៉ុណ្ណឹងសំណួរមាន2សំណួរទី1ក៏ឲ្យយើងសរសេរកន្សោមណាពេជ្រគណិតតាំងឲ្យចំនួនទី2សរសេរយើងបាន210ដល់ A ហ្នឹងកន្សោមពេជ្រគណិតបន្តមកទៀតក៏ឲ្យយើងរកតម្លៃចំនួនទី2ដែលយើងស្គាល់តម្លៃ A គេឲ្យ A មក65អញ្ចឹងយើងយក A ហ្នឹង65នេះជួសកន្លែង A ហ្នឹងមកអញ្ចឹងយើងជួសទៅបាន210ដល់65នៅសល់145អញ្ចឹង145នេះជាតម្លៃរបស់កន្សោមពេជ្រគណិតតាំងឲ្យចំនួនទី2អញ្ចឹងមានថាវាជាតម្លៃរបស់ចំនួនទី2នឹងឯង
ចឹងតនេះកន្លែងហ្នឹងត្រៀមទៅហាត់ធ្វើលំហាត់តែងលំហាត់អីខ្លួនឯងខ្លះទៅឲ្យឆ្ងល់ហើយណាពេលជួបអ្នកគ្រូអាចសួរបានណាចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះបើមានចម្ងល់អីអាច comment សួរបន្ថែមអ្នកគ្រូមានពេលនឹងមើល comment ហើយឆ្លើយតបយើងណាអរគុណ